សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិព្រេងនីតិខ្មោចបន្ទាប់ពីពួកយើងត្រូវបានបែកគ្នាអស់រយៈពេលជាយូរពេលនេះខ្ញុំក៏បានវិលត្រឡប់មកសារជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំក៏មានរឿងមួយដើម្បីមកចែកជូនឲ្យគ្រប់គ្នាបានទស្សនាដែលមានចំណងជើងថាព្រេងនីតិខ្មោចរបស់លោកតាខ្ញុំអំពីក្មេងស្រីម្នាក់នៅក្នុងព្រៃរឿងដ៏គួរឲ្យខ្លាចមួយនេះខ្ញុំបានដឹងឮតាមរយៈម្ដាយរបស់ខ្ញុំអំពីជីតារបស់ខ្ញុំកាលដែលគាត់នៅកំឡោះនៅការគ្រានោះនៅអំឡុងពេលទសវត្សរ៍ឆ្នាំ1960ដែលលោកតារបស់ខ្ញុំត្រូវបានចាត់តាំងឲ្យមកធ្វើជាគ្រូបង្រៀនបឋមនៅឯសាលាជនបទនៅឯស្រុកកំណើតរបស់គាត់លោកតារបស់ខ្ញុំក៏ស្រឡាញ់ការងាររបស់គាត់ណាស់ហើយគាត់ក៏ស្រឡាញ់ក្មេងៗសិស្សទាំងនោះដូចជាកូនបង្កើតរបស់គាត់អញ្ចឹងចំណែកឯក្មេងៗក៏មិនខុសគ្នាពីលោកតារបស់ខ្ញុំដែរពួកគេស្រឡាញ់លោកតារបស់ខ្ញុំខ្លាំងណាស់ក៏ព្រោះតែនៅក្នុងម៉ោងបង្រៀនលោកតារបស់ខ្ញុំមិនដែលធ្វើឲ្យពួកគេធុញនោះទេគាត់តែងតែធ្វើក្រមិចក្រមើមនិងកំ ប្លែងឲ្យពួកគេសើចរហូតដោយសារតែបែបនេះហើយទើបធ្វើឲ្យក្មេងៗជាច្រើនខំស្កាត់មកពីឆ្ងាយដីរាប់គីឡូដើម្បីមកសិក្សាជាមួយនឹងលោកតារបស់ខ្ញុំលោកតារបស់ខ្ញុំក៏មានក្តីរំភើបខ្លាំងណាស់នៅពេលដែលឃើញក្មេងៗខិតខំមកសិក្សាបែបនេះហើយគាត់ក៏តែងសង្ឃឹមថាគាត់នឹងអាចផ្លាស់ប្ដូរជីវិតកុមារក្រីក្រនៅជនបទនេះជាមួយនឹងចំណេះដឹងរបស់គាត់ដែលមានមកសប្តាហ៍ថ្ងៃរហូតដល់មានថ្ងៃមួយលោកតាក៏បានចាប់អារម្មណ៍ថាបានបាត់សិស្សស្រីម្នាក់អវត្តមានដល់ទៅ2ថ្ងៃទៅហើយមិនបានឃើញនាងមករៀននោះទេហើយក៏មិនដឹងពីមូលហេតុរបស់នាងដូចគ្នាដែរក៏ព្រោះតែសុកក៏បាត់នាងសូនឆឹងតែម្ដងដោយសារតែការចោទដឹងសុខទុក្ខរបស់នាងនិងមានក្តីបារម្ភចំពោះសិស្សរបស់ខ្លួនលោកតារបស់ខ្ញុំក៏បានសួរក្មេងប្រុសម្នាក់ដែលចេញមកពីភូមិជាមួយនាងថាហេតុអ្វីបានជានាងមិនមករៀនបែបនេះតាមរយៈក្មេងប្រុសម្នាក់នោះទើបលោកតាបានដឹងថាក្មេងស្រីដែលមិនបានមករៀននោះដោយសារតែនាងត្រូវជួយធ្វើស្រែចម្ការម្ដាយរបស់នាងក្រោយឮបែបនេះហើយលោកតារបស់ខ្ញុំក៏បានធូរចិត្តខ្លះដែរប៉ុន្តែក៏នៅបារម្ភចំពោះនាងខ្លាចនាងរៀនមិនទាន់គេនិយាយពីការរស់នៅរបស់លោកតាខ្ញុំបន្តិចនៅការងារនោះគាត់មិនមានផ្ទះពិតប្រាកដនោះទេដើម្បីតែនៅជិតសាលាគាត់បានស្នាក់នៅជាមួយអ្នកភូមិម្នាក់ដែលមានឈ្មោះថាលោកតាកាំងនៅក្នុងអាហារពេលល្ងាចជុំគ្នាមួយជាមួយនឹងលោកតាកាំងជីតារបស់ខ្ញុំក៏បានលើករឿងក្មេងស្រីម្នាក់នោះមកនិយាយជាមួយនឹងលោកតាកាំងឲ្យបានដឹងរឿងផងដែរក្រោយពីបានស្ដាប់ឮរឿងនោះហើយលោកតាកាំងក៏បាននិយាយប្រវត្តិខ្លះៗអំពីក្មេងស្រីម្នាក់នោះឲ្យមកលោកតារបស់ខ្ញុំបានស្ដាប់ថាក្មេងស្រីម្នាក់នោះពិតជាគួរឲ្យអាណិតខ្លាំងណាស់ក៏ព្រោះតែនាងគឺជាក្មេងស្រីតូចតែម្នាក់នៅក្នុងគ្រួសារគ្មានសាច់ញាតិគ្មានបងប្អូនគឺមានតែនាងនិងម្ដាយរបស់នាងតែប៉ុណ្ណោះចំណែកឯឪពុករបស់នាងក៏បានស្លាប់ចាកចោលនាងនិងម្ដាយរបស់នាងតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះដូច្នេះហើយនាងត្រូវមើលថែខ្លួនឯងតាំងពីវ័យនៅក្មេងប៉ុណ្ណេះទៅហើយស្រាប់មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់រីឯលោកតារបស់ខ្ញុំក៏បានសរសើរពីក្មេងស្រីម្នាក់នោះដូចគ្នាថានាងរៀនបានពូកែខ្លាំងណាស់ហើយគាត់ក៏ទើបតែដឹងថានាងត្រូវធ្វើដំណើររយៈពេលជាង15គីឡូឯណោះដើម្បីមកសិក្សានៅឯសាលាដែលគាត់បានបង្រៀនកាន់តែនិយាយលោកតារបស់ខ្ញុំកាន់តែនឹកអាណិតក្មេងស្រីម្នាក់នោះគាត់ក៏បានសម្រេចចិត្តថាក្រោយញ៉ាំបាយជាមួយលោកតាកាំងហើយគាត់នឹងសម្រេចចិត្តទៅអើតមើលផ្ទះនោះបន្តិចដើម្បីមើលថាគាត់អាចជួយអ្វីគ្រួសារនាងបានឬអត់លោកតាកាំងក្រោយពីឮលោកតារបស់ខ្ញុំនិយាយបែបនេះគាត់ហាក់បីដូចជាចង់ខាត់បន្តិចប៉ុន្តែគាត់ក៏ដឹងពីចរិតនិស្ស័យរបស់លោកតាខ្ញុំច្បាស់ដែរទើបគាត់ក៏បានយល់ព្រមឲ្យលោកតារបស់ខ្ញុំចេញទៅប៉ុន្តែគាត់ក៏បានប្រាប់ដែរថាឲ្យប្រុងប្រយ័ត្នឲ្យមែនទែនក៏ព្រោះតែនៅក្បែរបរិវេណនោះមានព្រៃក្រាស់មួយក្រោយពីលោកតារបស់ខ្ញុំគាត់បានរៀបចំរបស់របរមួយចំនួនហើយគាត់ក៏បានធ្វើដំណើរចាកចេញពីផ្ទះទៅតាមផ្លូវដីលំតូចមួយដែលមានដុះដើមឈើសុបទ្រុបពាសពេញតាមដងផ្លូវនៃតាមជម្រាលភ្នំបរិយាកាសក៏ត្រជាក់ថែមទៀតលោកតាតែម្នាក់ឯងដើរតាមជម្រាលភ្នំនាពេលយប់បែបនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់លើសពីនោះទៅទៀតនៅជុំវិញខ្លួនរបស់គាត់កាន់តែគួរឲ្យខ្លាចក៏ព្រោះតែបរិយាកាសពិតជាស្ងប់ស្ងាត់ខ្លាំងណាស់អំឡុងពេលដែលលោកតារបស់ខ្ញុំបានចាកចេញពីផ្ទះនោះវាក៏រៀងប្រលប់ណាស់ទៅហើយទម្រាំតែគាត់បានមកដល់ផ្ទះសិស្សរបស់គាត់នេះវាក៏កាន់តែយប់ជ្រៅថែមទៀតមនុស្សម្នានៅក្នុងភូមិនោះក៏បានបិទទ្វារដេកស្ងាត់ភូមិទៅហើយនៅសល់តែសង្លេងចង្រិតនិងសំឡេងកង្កែបតែប៉ុណ្ណោះដែលកំពុងតែបន្តគ្នាអ៊ុកអាក់ចុះឡើងចំណែកឯលោកតារបស់ខ្ញុំវិញបានធ្វើការងារមួយចំនួនដែលជាការងារធ្ងន់ធ្ងរនៅក្នុងផ្ទះសិស្សរបស់គាត់បន្ទាប់ពីនោះគាត់ក៏បានអង្គុយបង្រៀនសិស្សរបស់គាត់ដែលមិនបានមករៀនរយៈពេល2ថ្ងៃនោះក៏ព្រោះតែខ្លាចនាងរៀនមិនទាន់គេបន្ទាប់ពីបានបង្រៀនសិស្សស្រីរបស់គាត់ហើយពេលនេះមេឃក៏ចាប់ផ្ដើមងងឹតកាន់តែជ្រៅទៀតហើយនៅអំឡុងពេលនោះគាត់ចាំបានថាប្រហែលជាម៉ោង9យប់ទៅហើយលោកតារបស់ខ្ញុំក៏ដល់ពេលត្រឡប់ទៅវិញដូចគ្នាដើម្បីរៀបចំឯកសារការងារដើម្បីបង្រៀននៅថ្ងៃស្អែកនៅពេលដែលលោកតារបស់ខ្ញុំរៀបនឹងធ្វើដំណើរចាកចេញទៅវិញនោះក្មេងស្រីនិងម្ដាយរបស់នាងបានអរគុណចំពោះលោកតារបស់ខ្ញុំជាខ្លាំងដែលបានជួយគាត់ច្រើនណាស់ហើយមុននឹងចាកចេញទៅលោកតារបស់ខ្ញុំក៏បានផ្ដាំផ្ញើទៅម្ដាយសិស្សរបស់គាត់ថាពេលចាប់ការងារឲ្យកូនមករៀនផងដើម្បីឲ្យនាងបានរៀនទាន់គេហើយម្ដាយសិស្សរបស់គាត់ក៏បានយល់ព្រមដោយការគោរពចំពោះលោកតារបស់ខ្ញុំជាខ្លាំងនៅអំឡុងពេលដែលលោកតារបស់ខ្ញុំបានដើរចាកចេញបានបន្តិចនោះក៏ស្រាប់តែម្ដាយរបស់សិស្សគាត់បានស្រែកពីចម្ងាយថាឲ្យលោកតារបស់ខ្ញុំកុំឲ្យគាត់ដើរផ្លូវកាត់អីសោះដើរផ្លូវធំនោះទៅប៉ុន្តែដោយសារតែពេលនោះលោកតាក៏ដើររៀងឆ្ងាយដែរហើយគាត់មិនបានចាប់អារម្មណ៍អំពីសម្ដីម្ដាយសិស្សគាត់ឡើយទើបគាត់ចេះតែបន្តដំណើរជារឿយៗទៅ
គណៈពេលបានបន្តដំណើរបានមួយសន្ទុះធំលោកតាក៏បានចាប់អារម្មណ៍ឃើញថាម៉ោងវាក្បែរ9ជាងទៅហើយលោកតាបានគិតថាបើសិនជាគាត់នៅតែដើរផ្លូវធំទៀតគាត់ច្បាស់ណាស់ប្រកាសជារៀបឯកសារនៅក្នុងការបង្រៀនថ្ងៃស្អែកមិនទាន់នោះទេអញ្ចឹងហើយលោកតាក៏បានសម្រេចចិត្តដើរតាមផ្លូវកាត់តែម្ដងទោះថាវាមានព្រៃក្រាស់បន្តិចប៉ុន្តែយ៉ាងណាមិញវាឆាប់ដល់ជាងណាមួយក៏មានពន្លឺព្រះច័ន្ទភ្លឺសាសាលអាចបំភ្លឺផ្លូវល្មមមកដើរបានដែរបើកឆាកចូលមកដល់ក្នុងព្រៃផ្លូវកាត់ភ្លាមលោកតាបានប្រាប់ថាស្រាប់តែគាត់បានឃើញភ្លើងខៀវៗហោះជាច្រើនពាសពេញព្រៃតែម្ដងប៉ុន្តែយ៉ាងណាមិញគាត់ក៏មិនគិតថានឹងខ្លាចវាដែរក៏ព្រោះតែគាត់បានដឹងថាពន្លឺនោះមកពីអ្វីអណ្ដាតភ្លើងខៀវៗដែលវាកំពុងតែហោះត្រឹងចុះឡើងនោះលោកតាគាត់បានគិតថាវាអាចកើតឡើងដោយសារតែការរំហួតផូស្វ័រពីសាកសពសត្វនិងសាកសពមនុស្សដែលបានកប់នៅទីនោះដូច្នេះលោកតាអាចដឹងថាបរិវេណព្រៃនេះប្រហែលជាមានសល់ពីយូរឆ្នាំណាស់មកហើយលោកតាមិនត្រឹមតែមិនខ្លាចទេប៉ុន្តែគាត់បានយល់ថាវាគឺជាភាពស្រស់ស្អាតមួយទៅវិញលើពីនោះគាត់ក៏បានគិតថាពន្លឺទាំងអស់នោះហើយដែលជួយបំភ្លឺផ្លូវរបស់គាត់ដើម្បីមិនឲ្យគាត់វង្វេងផ្លូវក្នុងព្រៃក៏ព្រោះតែព្រៃនៅក្នុងផ្លូវកាត់មួយនេះបើសិនជាដើរមិនស្រួលគឺវង្វេងតែម្ដងក៏ព្រោះតែខានមានអ្នកភូមិដើរកាត់ផ្លូវនេះជាយូរមកហើយដូច្នេះហើយព្រៃក៏ដុះច្រើនហើយស្លឹកឈើនឹងក៏ជ្រុះច្រើនទៀតអ្វីដែលលោកតាខ្លាចពេលនេះមិនមែនជាខ្លាចខ្មោចអ្វីនោះទេប៉ុន្តែក៏ខ្លាចសត្វអសេរពើដែលសង្ងំខ្លួននៅក្នុងស្លឹកឈើនោះច្រើនជាងកាន់តែដើរយូរៗបរិយាកាសកាន់តែស្ងាត់ទៅលេងឮទាំងសំឡេងចង្រិតលេងឮតែសំឡេងកង្កែបបាត់អស់រលីងយូរទៅសំឡេងសម្រាប់ជើងឮតែសំឡេងសម្រាប់ជើងខ្លួនឯងនឹងក៏ចង់ខ្លាចដែរកាន់តែដើរយូរទៅអស់ពីឮសំឡេងជើងរបស់ខ្លួនឯងគាត់ចាប់ដើមឮសំឡេងសសៀដើរជាប់ស្លឹកឈើនៅខាងបរិវេណជិតៗនោះលោកតាបានចាប់អារម្មណ៍ដូចគ្នាប៉ុន្តែគាត់មិនដឹងថាវាគឺជាសំឡេងសត្វឬក៏ជាសំឡេងអ្នកណាឲ្យប្រកាសព្រោះវាក៏អាចដែរថានឹងអាចមានមនុស្សដែលរស់នៅក្បែរបរិវេណនេះឬក៏សត្វរបស់អ្នកភូមិឲ្យជាដើមប៉ុន្តែក្រោយពេលលោកតាងាកខំក្រឡេកទៅមើលនិងខំស្វាត់ស្វែងអើតមើលចុះឡើងនោះក៏មិនបានឃើញអ្វីឡើយហើយប្រភពសំឡេងអំបញ្ញមិញហ្នឹងក៏ស្ងាត់បាត់ឆឹងទៀតពេលនោះក៏ស្រាប់តែភាពត្រជាក់ចាប់ផ្ដើមចុះមកមួយរំពេចហើយអារម្មណ៍ដែលព្រឺក្បាលនិងព្រឺឆ្អឹងខ្នងក៏ចាប់ផ្ដើមកើតមានឡើងចំពោះលោកតាបានប្រើខ្សែភ្នែកមើលទៅជុំវិញបរិវេណខ្លួនរបស់គាត់ប៉ុន្តែយ៉ាងណាមិញសំឡេងនៅតែមិនមាននោះទេសភាពនៅទីនោះបានធ្លាក់ចូលទៅដល់ចំណុចមួយដែលស្ងាត់ខ្លាំងមែនទែនមិនចាំយូរនោះទេលោកតារបស់ខ្ញុំក៏បានព្យាយាមរត់យ៉ាងលឿនចាក់ចេញពីទីនោះប៉ុន្តែរត់មិនបានប៉ុន្មានផងសំឡេងមួយនោះក៏កាន់តែលឺខ្លាំងឡើងនៅខាងក្រោយខ្នងរបស់គាត់ដោយសារតែសំឡេងមួយនោះកាន់តែគៀកខ្លួនប្រាណគាត់មែនទែនហើយគាត់ក៏បានបង្អាក់ដំណើររត់របស់គាត់ភ្លាមហើយគាត់ក៏បានបែរមកមើលខាងក្រោយផ្លែតប៉ុន្តែក៏នៅតែមិនបានឃើញអ្វីនោះទេបរិយាកាសនៅតែស្ងប់ស្ងាត់ឆឹងគ្មានមនុស្សគ្មានសត្វតើសំឡេងអំបញ្ញមិញតើកាត់ចេញមកពីអ្វីទៅសំណួរជាច្រើនបានផុសឡើងនៅក្នុងខួរក្បាលលោកតារីឯបរិយាកាសវិញក៏កាន់តែត្រជាក់ហើយក៏កាន់តែស្ងាត់លើសដើមទៅទៀតមិនចាំយូរនោះទេលោកតារបស់ខ្ញុំក៏បានស្រវេស្រវាយកកាបូបរបស់គាត់ហើយនឹងបានលូករាវយកកញ្ចក់មួយគាត់ដឹងថាវានឹងដើរក្រោយខ្នងរបស់គាត់ដូច្នេះហើយគាត់នឹងយកកញ្ចក់នោះដើម្បីឆ្លុះបញ្ចាំងទៅផ្ទៃខាងក្រោយវិញដើម្បីចង់ដឹងថាតើសំឡេងមួយនោះវាក៏កើតមកពីអ្វីក្រោយពីលោកតារបស់ខ្ញុំបានដាក់ចំណាំងផ្លាទៅផ្ទៃខាងក្រោយភ្លាមអ្វីដែលគាត់បានឃើញដំបូងគេនោះគាត់បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយវាក៏គួរឲ្យខ្លាចបំផុតវាគឺជាអ្វីមួយដែលលោកតាខ្ញុំចងចាំមិនភ្លេចនៅរូបភាពមួយនោះដែលបានដក់ជាប់នៅក្នុងខួរក្បាលរបស់គាត់ដែលជាភាពច្បាស់លាស់មួយដែលគាត់មិនបានភ្លេចភ្នែកនិងមិនបានស្រវាងភ្នែកគឺភ្នែករបស់លោកតាខ្ញុំទាំងគូបានឃើញអំពីវត្តមានរបស់ក្មេងម្នាក់ដែលកំពុងឈរនៅក្នុងចំណាំងផ្លាតកញ្ចក់ក្មេងម្នាក់នោះបាននៅឈរត្រឹងមួយកន្លែងឆ្ងោកមុខចុះដៃជើងរបស់គេមានសភាពស្លេកស្លាំងសក់បានក្របទៅលើផ្ទៃមុខជិតបាត់ទៅហើយទោះបីជាមើលយ៉ាងណាក៏លោកតារបស់ខ្ញុំមិនដឹងថាគេគឺជាស្រីឬក៏ប្រុសឡើយប៉ុន្តែសភាពនោះគូពិតជាគួរឲ្យខ្លាចខ្លាំងណាស់លោកតាខ្ញុំបានប្រាប់ថាខ្លួនរបស់គាត់ជើងរបស់គាត់រង្គើសឹងតែមិនបានទៅហើយដោយសារតែភាពភ័យខ្លាចនោះលោកតាបានទម្លាក់កញ្ចក់ចុះហើយក៏បាននៅត្រឹងមួយសន្ទុះនៅពេលនេះគាត់មិនដឹងថាត្រូវធ្វើអ្វីបន្តឡើយក៏ព្រោះតែអ្វីមួយដែលគាត់បានដឹងយ៉ាងច្បាស់ហើយប្រកបក្មេងដែលគាត់បានឃើញនៅក្នុងកញ្ចក់នេះគឺមិនមែនជាមនុស្សឡើយក៏ព្រោះតែវាគ្មានហេតុផលណាដែលសមថាក្មេងតូចមួយនេះអាចនៅកណ្ដាលបរិយទាំងស្ងប់ស្ងាត់ទាំងងងឹតតែម្នាក់ឯងបែបនេះនោះទេចំណែកឯលោកតារបស់ខ្ញុំក៏មិនអាចឈរត្រឹងនៅទីនេះរងចាំជំនួយបានទៀតដែរគាត់ក៏បានដាក់មេប្រូចរត់យ៉ាងលឿនចាក់ចេញពីទីនោះគ្មានការមើលក្រោយតែម្ដងកាន់តែរត់លឿនទៅសំឡេងមួយនោះកាន់តែចូលមកជិតគាត់កាន់តែគៀកខ្លួនទៅគាត់ដឹងយ៉ាងច្បាស់ថាក្មេងខ្មោចនោះកំពុងតែតាមគាត់មិនខានដោយសារតែសំឡេងក្បែរគាត់មែនតែនហើយគាត់ក៏បានទុចដំណើរមួយទំហឹងហើយក៏ប្រញាប់យកកញ្ចក់ដើម្បីមកឆ្លោះមើលសារជាថ្មីចង់ដឹងថាវត្តមានក្មេងមួយនោះនៅតែមានទៀតឬអត់ប៉ុន្តែលើកនេះវាមិនធម្មតាដូចជាលើកមុននោះទេក្រោយពីលោកតារបស់ខ្ញុំបានលើកកញ្ចក់ដើម្បីឆ្លុះបញ្ចាំងមើលឲ្យនោះក៏ស្រាប់តែភ្លាមនោះវត្តមានក្មេងខ្មោចនោះបានស្ទុះរត់មកតាមកញ្ចក់មករកលោកតាតែម្ដងហើយការរត់យ៉ាងលឿនស្លេវរបស់គេបានបង្ហាញឲ្យឃើញពីផ្ទៃមុខដ៏គួរឲ្យខ្លាចរបស់គេទាំងស្រុងដែលមានមួយចំហៀងមានផ្ទៃមុខគឺជាក្មេងស្រីរីឯមួយចំហៀងទៀតគឺជាគ្រោងឆ្អឹងដែលត្រូវបានផុងចូលទៅក្នុងដែលមានសាច់ដុះរលេះរលួយពេ
វិញតែនោះតែម្ដងដោយសារតែមានការភ័យខ្លាចខ្លាំងពេកលោកតាក៏ប្រញាប់បោះកញ្ចក់ដែលនៅដៃចោលភ្លាមហើយក៏ស្រវាយកកាបូបរបស់គាត់មកយកគងហើយចាប់ផ្ដើមគោះខ្លាំងឡើងមិនត្រឹមតែប៉ុណ្ណោះទេលោកតារបស់ខ្ញុំបានរត់ផងស្រែកផងគោះផងគាត់មិនហ៊ានមើលក្រោយទៀតឡើយអ្វីដែលសំខាន់នៅពេលនេះធ្វើយ៉ាងណាឲ្យទៅរត់ដល់ភូមិតែប៉ុណ្ណោះអ្វីមួយដែលខ្ញុំបានឆ្ងល់ពីដំបូងតែហេតុអ្វីបានជាលោកតារបស់ខ្ញុំក៏ដាក់គងនៅក្នុងកាបូបរបស់គាត់ប៉ុន្តែក្រោយពីម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំហើយទើបខ្ញុំបានដឹងថាកាលពីសម័យនោះมันមានអ្វីតាក់ទងនោះទេរាល់ពេលមានគ្រោះអាសន្ននៃពាក់កណ្ដាលជប់គឺមានតែរបស់អស់នេះហើយដែលអាចរកជំនួយដែលអ្នកនៅជុំវិញនោះអាចលឺនិងអាចមកជួយទាន់ពេលវេលានិយាយពីលោកតារបស់ខ្ញុំបន្តទៅទៀតក្រោយពីគាត់បានរត់យ៉ាងត្រហេតុត្រហប់មិនយូរប៉ុន្មានគាត់ក៏បានរត់មកដល់ផ្ទះលោកតាកាំងវិញដោយគាត់មានអាការៈផិតភ័យនិងតក់ស្លុតហើយស្លន់ស្លោជាខ្លាំងលោកតាកាំងបានឃើញបែបនេះក៏ប្រញាប់សួរនាំឡើងថាគាត់បានកើតអ្វីឡើងទៅក្រោយពីបានផឹកទឹកនិងសម្រួលអារម្មណ៍ហើយលោកតារបស់ខ្ញុំក៏បានរាយរាប់រឿងគ្រប់យ៉ាងដែលគាត់បានជួបដើម្បីឲ្យលោកតាកាំងបានដឹងគ្រាន់តែនិយាយមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែលោកតាកាំងបានកាក់សម្ដីលោកតារបស់ខ្ញុំហើយក៏បានប្រាប់អំពីរឿងប្រវត្តិក្មេងស្រីនោះតែម្ដងហាក់បីដូចជាលោកតាកាំងដឹងច្បាស់អំពីប្រវត្តិក្មេងស្រីខ្មោចនោះជាខ្លាំងលោកតាកាំងបានប្រាប់ថានោះគឺជាសោកនាដកម្មកាលពីប្រមាណឆ្នាំមុនកាលដែលក្មេងនោះមានអាយុ8ឆ្នាំនៅពេលមួយដោយសារតែភាពមិនដឹងអីគេបានទៅចាប់កន្ទុយសេះលេងហើយក៏ដោយសារតែភាពធ្វេសប្រហែសពីម្ដាយឪពុកពេលនោះសោកនាដកម្មបានកើតឡើងសេះដែលក្មេងស្រីនោះបានលេងកន្ទុយដោយសារតែភាពភ្ញាក់របស់វាបានផាយមកក្រោយធាក់ចំផ្ទៃមុខរបស់ក្មេងស្រីមួយនោះមួយទំហឹងដែលបណ្ដាលឲ្យឆ្អឹងផ្ទៃមុខរបស់នាងផុងចូលទៅក្នុងតែម្ដងមួយជើងនោះរបស់សេះបានធ្វើឲ្យនាងប៉ើងទៅយ៉ាងឆ្ងាយក្រោយធ្លាក់ដល់ដីដោយសារតែនាងនៅក្មេងពេកនាងក៏ត្រូវបានបាត់បង់ជីវិតនៅពេលនោះភ្លាមតែម្ដងហើយនាងក៏មិនត្រូវបានបញ្ចុះនៅជាមួយភ្នូរដូនតាដែរដូច្នេះហើយនាងក៏ត្រូវបានយកមកបញ្ចុះនៅក្នុងព្រៃមួយនោះទៅក្រោយពីលោកតាកាំងបាននិយាយរឿងប្រវត្តិក្មេងស្រីនោះឲ្យលោកតារបស់ខ្ញុំបានស្ដាប់ហើយលោកតាកាំងក៏បានប្រាប់លោកតាខ្ញុំថានាងបង្ហាញខ្លួននេះអាចជាចង់លេងសើចជាមួយនឹងលោកតារបស់ខ្ញុំតែប៉ុណ្ណោះក៏ព្រោះតែនាងមិនដែលមានបំណងអាក្រក់ធ្វើបាបនរណាឡើយអ្នកនៅទីនេះសុទ្ធតែដឹងរឿងអំពីនាងទាំងអស់ហ្នឹងក្រោយបានស្ដាប់ឮហើយលោកតារបស់ខ្ញុំក៏បានយល់គ្រប់យ៉ាងគាត់មានអារម្មណ៍ថាក្មេងមួយនោះពិតជាគួរអាណិតខ្លាំងណាស់ក៏ព្រោះដោយសារតែកំហុសតូចមួយបានធ្វើឲ្យនាងត្រូវទទួលមរណភាពដ៏សោកសៅបែបនេះវាពិតជារឿងដ៏គួរឲ្យសោកសៅមែនតើហើយចាប់ពីពេលមានរឿងមួយនោះមកលោកតារបស់ខ្ញុំក៏តែងតែឧស្សាហ៍ទៅយកផ្កាដាក់នៅលើភ្នូររបស់នាងជារឿយហើយកន្លងយូរទៅលោកតារបស់ខ្ញុំក៏មិនដែលប្រទះឃើញខ្មោចក្មេងស្រីម្នាក់នោះទៀតដែរហើយបើទោះជាគាត់ត្រូវបានដើរឆ្លងកាត់ព្រៃនោះសាជាថ្មីម្ដងទៀតក៏ដោយក៏គាត់លែងមានអារម្មណ៍ថាខ្លាចទៀតដែរក៏ព្រោះតែគាត់បានដឹងថានៅក្នុងព្រៃមួយនេះគឺមានវិញ្ញាណខ្មោចដ៏កំសត់មួយហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដូចគ្នាអរគុណគ្រប់គ្នាក្នុងការទស្សនាពីដើមដល់ចប់